លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបន្ទាន់មួយនៅក្នុងទីក្រុងឡុងចក្រភពអង់គ្លេសនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានលើកឡើងថាប្រទេសរបស់លោកក៏អាចនឹងបញ្ជូនទ័ពទៅអ៊ុយក្រែនដើម្បីធ្វើជាកងរក្សាសន្តិភាពផងដែរពេលដែលទីក្រុងគៀវនិងទីក្រុងមូស្គូឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយនោះតាមការបញ្ជាក់របស់លោក Trudeau ជំរឿសនេះកំពុងតែស្ថិតនៅលើតុកាណាដាកំពុងតែព្យាយាមធ្វើរឿងល្អបំផុតតាមដែលអាចធ្វើទៅបានកាណាដានេះគឺស្ថិតនៅក្នុងចំណោមប្រទេសជាច្រើនដែលគាំទ្រអ៊ុយក្រែនខ្លាំងបំផុតចាប់តាំងពីដំបូងមកម្លេះកងទ័ពទាំងនេះត្រូវគេដឹងថាគឺជាផ្នែកនៃក្រុមចម្រុះដឹកនាំទៅដោយអង់គ្លេសនិងបារាំងដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានប្រកាសបង្កើតឡើងដើម្បីធានាសន្តិសុខនៅអ៊ុយក្រែនយោងទៅតាមលោក Starmer ក្រុមចម្រុះនេះមិនមែនត្រឹមតែដាក់ទ័ពនោះទេក៏ប៉ុន្តែនឹងបញ្ជូនយន្តហោះទៅកាន់ទីនោះផងដែរយើងគាំទ្រអ៊ុយក្រែនទាំងជើងគោកនិងអាកាសជាមួយនឹងប្រទេសអឺរ៉ុបផ្សេងទៀតដំបូងឡើយក្រុមចម្រុះអឺរ៉ុបនេះត្រូវគេស្មានថាមានកងទ័ពប្រមាណជាង 30,000 នាក់ក៏ប៉ុន្តែនឹងមិនបញ្ជូនទៅព្រំដែនភាគខាងត្បូងប្រទេសអ៊ុយក្រែននោះទេពលគឺកងទ័ពនឹងត្រូវដាក់ឲ្យឈរជើងនៅតាមទីក្រុងនិងកំពង់ផែសំខាន់ព្រមទាំងនៅរោងចក្រនុយក្លេអ៊ែរផងដែរដោយមានជំនួយពីសំណាក់យន្តហោះឆ្លប់យកការផងដែរសូមជម្រាបផងដែរថាកាណាដាក៏ជួយអ៊ុយក្រែនមិនតិចនោះដែរចាប់តាំងពីសង្គ្រាមរុស្ស៊ីបានផ្ទុះឡើងពលប្រទេសនេះបានផ្ដល់ជំនួយដល់ទីក្រុងគៀវប្រមាណជាង $138,000 លានសហរដ្ឋអាមេរិកបីជាយ៉ាងណាក៏ដោយវិជាស្ថានជួយរបស់អាល្លឺម៉ង់បានបដិសេធតួលេខនេះហើយប៉ាន់ស្មានថាទីក្រុងអូតាវ៉ាជួយអ៊ុយក្រែនប្រហែលជា8កណ្ដកសញ្ញា $6,000 លានតែប៉ុណ្ណោះធ្វើឲ្យកាណាដាក្លាយទៅជាម្ចាស់ជំនួយធំជាងគេលំដាប់ទី5បន្ទាប់ពីសហរដ្ឋអាមេរិកអាល្លឺម៉ង់ចក្រភពអង់គ្លេសនិងប្រទេសជប៉ុននៅក្នុងរឿងរ៉ាវនៃការដាក់កងទ័ពនេះដែរនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានប្រកាសថាដោយមិនចាំបាច់មានសហរដ្ឋអាមេរិកប្រទេសរបស់លោកនិងបារាំងបានដឹកនាំក្រុមចម្រុះមួយដើម្បីដាក់ទ័ពទៅអ៊ុយក្រែនជាការគាំទ្រផ្នែកយោធានៅពេលណាដែលកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងគៀវនិងមូស្គូបានឈានទៅដល់ការចុះព្រមព្រៀងគ្នានេះបើយោងទៅតាមការចុះផ្សាយរបស់ BBC លោក Starmer បានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំបន្ទាន់នៅក្នុងទីក្រុងឡុងចក្រភពអង់គ្លេសកាលពីថ្ងៃទី2ខែមីនាឆ្នាំ2025ដែលមានការចូលរួមពីសំណាក់មេដឹកនាំអឺរ៉ុបជាច្រើនយោងទៅតាមលោក Starmer ដើម្បីធានាសន្តិសុខនៅអ៊ុយក្រែនក្រុមចម្រុះនេះមិនមែនត្រឹមតែដាក់ទ័ពនោះទេក៏ប៉ុន្តែក៏នឹងបញ្ជូនយន្តហោះទៅផងដែរលោកបានអះអាងថាយើងគាំទ្រអ៊ុយក្រែនទាំងជើងគោកជើងអាកាសជាមួយនឹងប្រទេសអឺរ៉ុបផ្សេងទៀតដោយឡែកនៅក្នុងសន្និសីទសារព័ត៌មានភ្លាមនោះបន្ទាប់អំពីមានការប្រជុំថ្នាក់ដឹកនាំលោក Starmer បាននិយាយថាចំណុចទី1គឺរក្សាលំហូរជំនួយយោធាចូលអ៊ុយក្រែននិងបន្តបង្កើននៅសម្ពាធសេដ្ឋកិច្ចទៅលើរុស្ស៊ីទី2សន្តិភាពយូរអង្វែងណាមួយត្រូវបានធានានៅអធិបតេយ្យភាពនិងសន្តិសុខរបស់អ៊ុយក្រែនហើយអ៊ុយក្រែនត្រូវតែមានវត្តមាននៅក្នុងកិច្ចចរចាសន្តិភាពហើយទី3នោះនៅក្នុងករណីដែលមានកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបង្កើននៅសមត្ថភាពការពាររបស់អ៊ុយក្រែនដើម្បីទប់ស្កាត់នៅការឈ្លានពាននៅពេលអនាគតទី4គឺត្រូវបង្កើតនៅសម្ព័ន្ធឆន្ទៈដើម្បីការពារកិច្ចព្រមព្រៀងមួយនៅអ៊ុយក្រែននិងធានាសន្តិភាពនៅពេលក្រោយយ៉ាងណាក៏ដោយជុំវិញបញ្ហានេះដែរប្រធានាធិបតីលោកម៉ាក្រុងធ្លាប់បានបញ្ជាក់ថាកងទ័ពនឹងបញ្ជូនទៅនៅពេលណាដែលសន្តិសុខត្រូវបានធានានិងពេលវេលាដែលមានសុវត្ថិភាពប៉ុណ្ណោះហើយកងទ័ពក៏មិនទាន់បញ្ជូនក្នុងរយៈពេលប្រមាណសប្តាហ៍ខាងមុខនេះដែរត្រូវរងចាំសិនបារាំងនិងអង់គ្លេសគឺជាអ្នកដែលចេញមុខជាងគេនៅក្នុងយុទ្ធនាការប្រម៉ែប្រមូលកងទ័ពអឺរ៉ុបឲ្យបានយ៉ាងហោចណាស់ជាង 30,000 នាក់ដើម្បីបញ្ជូនទៅអ៊ុយក្រែនដើរតួជាកងរក្សាសន្តិភាពនៅពេលដែលទីក្រុងគៀវនិងមូស្គូឈានទៅដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយគ្នាក៏ប៉ុន្តែរឿងនេះធ្វើឲ្យរុស្ស៊ីមិនសប្បាយចិត្តនោះឡើយហើយក៏មានការជំទាស់ដាច់អហង្ការនោះផងដែរទីក្រុងមូស្គូធ្លាប់បានបញ្ជាក់ប្រតិកម្មខ្លាំង
ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចោទប្រកាន់ថាអឺរ៉ុបកំពុងតែចាក់សាំងនៅលើភ្លើងបញ្ឆេះស្ថានភាពកាន់តែក្តៅឡើងដោយឡែកប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ធ្លាប់បានលើកឡើងផងដែរថាបើកងទ័ពអឺរ៉ុបបញ្ជូនទៅអ៊ុយក្រែនហើយប៉ះទង្គិចជាមួយរុស្ស៊ីមែនសូមដោះស្រាយខ្លួនឯងទៅចោះសូមជម្រាបផងដែរថាកងទ័ពជាង 30,000 នាក់ដែលស្ថិតនៅក្នុងផែនការអឺរ៉ុបនេះគឺនឹងរ៉ាប់រងធានាសន្តិភាពដែនទឹកនិងដែនអាកាសខ្លាំងជាងជើងគោកក៏ប៉ុន្តែនឹងមិនបញ្ជូនទៅព្រំដែនភាគខាងត្បូងប្រទេសអ៊ុយក្រែននោះទេកងទ័ពនឹងត្រូវបានដាក់ឲ្យឈរជើងនៅតាមទីក្រុងនិងកំពង់ផែសំខាន់ព្រមទាំងនៅរោងចក្រនុយក្លេអ៊ែរផងដែរដោយមានជំនួយពីសំណាក់យន្តហោះឆ្លប់យកការថ្មីនេះគឺមហាសេដ្ឋី Elon Musk បានបង្ហាញជាសាធារណៈថាលោកពិតជាគាំទ្រឲ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការ NATO និងអង្គការសហប្រជាជាតិប្រមុខក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិករូបនេះបានបញ្ចេញមតិដោយចំហទៅលើបណ្ដាញសង្គម X នៅពេលដែលមានការឆ្លើយតបថាយល់ស្របចំពោះការបង្ហោះរបស់អ្នកកាសែតនយោបាយមួយដែលសរសេរកាលពីថ្ងៃទី1 ខែមីនាថាដល់ពេលដែលសហរដ្ឋអាមេរិកបានចេញពីអង្គការ NATO និងពី UN ហើយទោះបីជាយ៉ាងណាក៏ដោយលោក Elon Musk មិនបានបង្ហាញហេតុផលឡើយថាតើហេតុអ្វីបានជាលោកចង់ឲ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការ NATO និងអង្គការសហប្រជាជាតិអង្គការ NATO នេះហើយដែលត្រូវបានអាមេរិកជួយឲ្យចាប់បដិសន្ធិឡើងក្រោយសង្គ្រាមលោកលើកទី2ដើម្បីទប់ប្រឆាំងនឹងអតីតសហភាពសូវៀតហើយវាបានคล้ายទៅជាសម្ព័ន្ធភាពយោធាដ៏មានឥទ្ធិពលហើយឥឡូវនេះមានសមាជិក32ប្រទេសទៅហើយនោះចំណែកឯអង្គការសហប្រជាជាតិក៏ត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី2ផងដែរដោយស្នងតំណែងពីសម្ព័ន្ធប្រជាជាតិដើម្បីជំរុញឲ្យការសន្ទនារវាងប្រជាជាតិនានានោះសូមរំលឹកទៅដល់កាលពីដើមខែកុម្ភៈប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដកសហរដ្ឋអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងបញ្ឈប់ការផ្ដល់មូលនិធិនាពេលអនាគតសម្រាប់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនហេតុផលនៅពីក្រោយរឿងនេះត្រូវបានលោកត្រាំអះអាងថាស្ថាប័ននេះលំអៀងប្រឆាំងទៅនឹងអ៊ីស្រាអែលនិងធ្វើការគ្មានប្រសិទ្ធភាពសោះនោះឡើយចំពោះបញ្ហា NATO វិញលោកត្រាំបានត្អូញត្អែជាយូរណាស់មកហើយថាអាមេរិកហាក់ដូចជារ៉ាប់រងតែឯងពេកចំពោះសម្ព័ន្ធភាពយោធាមួយនេះហើយបានបង្ខំឲ្យរដ្ឋជាសមាជិកត្រូវចំណាយទៅលើវិស័យការពារជាតិឲ្យបានច្រើនជាងមុនផងដែរបើមិនដូច្នោះទេអាមេរិកនឹងដកខ្លួនចេញហើយនៅក្នុងពេលនោះដែរក៏មានអង្គការសហប្រជាជាតិក៏មានការព្រួយបារម្ភចំពោះជំហរនយោបាយរបស់សហរដ្ឋអាមេរិករបស់លោក Donald Trump ផងដែរនៅក្នុងនោះដែរគឺអង្គការសហប្រជាជាតិបានទាញសញ្ញាអាសន្ននៅចំពោះមុខនយោបាយដឹកនាំរបស់លោក Donald Trump ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរិះគន់ដោយឥតសំចៃនិងជាលើកដំបូងបង្អស់របស់រដ្ឋបាលអាមេរិកកាំងដែលប្រធានាធិបតីត្រាំបានផ្លាស់ប្ដូរជំហរនយោបាយនិងរបៀបដឹកនាំទាំងស្រុងការផ្លាស់ប្ដូរនេះបានបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងស្តីអំពីបញ្ហាសិទ្ធិមនុស្សនៅលើពិភពលោកនៅក្នុងការថ្លែងសន្ទរកថាទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីលម្អិតអំពីស្ថានភាពសិទ្ធិមនុស្សនៅលើពិភពលោកប្រមុខស្នងការដ្ឋានសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk បាន